នាព្រឹកថ្ងៃទី10ខែមករាឆ្នាំ2011នៅមុខវេទិកាមុខសាលមហោស្រពខេត្តតាកែវមន្ត្រីរាជការប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនៅខេត្តតាកែវបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី32ទិវាជ័យជំនះ7មករា1979 2011ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភិជាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមស្រីបេនអភិបាលខេត្តនិងជាប្រធានគណៈបកខេត្តតាកែវបានអានសារលិខិតសម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាជូនដល់ជនរួមជាតិកម្ពុជាក្រោមខ្លឹមសារយើងប្រារព្ធទិវាជ័យជំនះនេះឡើងក្នុងស្មារតីចងចាំនៅអក្រិតកម្មរបបកម្ពុជាប្រជាធិបតេយ្យនិងជាអត្តន័យដ៏ធំធេងជាប្រវត្តិសាស្ត្រនៃជ័យជំនះ7មករានិងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនយុទ្ធនារីនៃកងទ័ពកម្ពុជាដែលបានប្រយុទ្ធធ្វើពលិកម្មប្រកបដោយវីរភាពដ៏ឧត្តមឧត្តមបំផុតដើម្បីបុព្វហេតុនៃការរស់ឡើងវិញរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសារលិខិតនេះក៏បានបញ្ជាក់ផងដែរថាគណៈបកប្រជាជនគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីជារៀងរហូតឯកឧត្តមបណ្ឌិតសភិជាសុកអានបានមានប្រសាសន៍ថាថ្ងៃ7មករាគឺជាថ្ងៃប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋទូទាំងប្រទេសបានចងចាំនៅក្នុងចិត្តគ្រប់គ្នាព្រោះគឺជាថ្ងៃដែលបានរំដោះជនកម្ពុជាគ្រប់រូបឲ្យរួចផុតពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យដែលរបបនេះបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់លានអ្នកព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគឺស្ថានតូចធំក៏ដូចជាសមិទ្ធផលផ្សេងទៀតទូទាំងប្រទេសឲ្យធ្លាក់ចុះរហូតដល់កម្រិត0ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថារយៈពេល32ឆ្នាំកន្លងមកនេះក្រោមការដឹកនាំប្រទេសជាតិពីសំណាក់គណៈបកប្រជាជនកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិជាច្រើនព្រមទាំងបានពុះពៀរាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងការពន្លត់ភ្លុកភ្លើងសង្គ្រាមដើម្បីធ្វើការបង្រួបបង្រួមជាតិស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋព្រមទាំងបានខិតខំកសាងស្ដារអភិវឌ្ឍប្រទេសជាតិឡើងវិញឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងនៅទីក្រុងក៏ដូចជានៅតាមទីជនបទសម្ដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យនេះដែរក៏នៅមានជនអគតិមួយចំនួនបែរជាយកថ្ងៃ7មករាទៅបំភ្លៃការពិតដើម្បីកេងយកផលចំណេញលើផ្នែកនយោបាយបម្រើផលប្រយោជន៍របស់ខ្លួនដោយពួកទាំងនោះក៏ធ្លាប់បានឆ្លងកាត់នៅក្នុងរបបដ៏សែនមហាឃោឃៅនោះក៏ដោយដើម្បីរក្សាបានថ្ងៃ7មករាដែលជាថ្ងៃប្រវត្តិសាស្ត្រជាថ្ងៃដែលបានផ្ដល់កំណើតទី2ដល់យើងគ្រប់គ្នាឲ្យនៅគង់វង្សយូរអង្វែងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់សមាជិកាទាំងអស់ក្នុងនាមយើងជាឪពុកម្ដាយឬជាអ្នកដែលមានវ័យចំណាស់ហើយធ្លាប់បានឆ្លងកាត់នៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវហ៊ាននិយាយអំពីការពិតរាល់ទុក្ខវេទនាការឈឺចាប់ខ្លោចផ្សាការលំបាកក៏ដូចជាការធ្វើទារុណកម្មផ្សេងដែលយើងបានជួបប្រទះប្រាប់ដល់កូនចៅជំនាន់ក្រោយរបស់យើងនៅរឿងហេតុពិតទាំងនោះឲ្យយល់ដឹងគ្រប់គ្នាបន្ទាប់មកឯកឧត្តមបណ្ឌិតសភិជាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានប្រគល់រង្វាន់ជ័យលាភីលេខ1លេខ2លេខ3ដល់ផ្នែកសរសេរអត្ថបទកំណាព្យផ្នែកស្មូតកំណាព្យផ្នែកចម្រៀងសម័យផ្នែកចម្រៀងបុរាណនិងផ្នែកកីឡាប៉េតង់ដើម្បីជាការសរសើរនិងលើកទឹកចិត្តដល់អ្នកដែលមានជំនាញផងដែរដែលក្នុងនោះមានជ័យលាភីលេខ1ផ្នែកសរសេរអត្ថបទកំណាព្យនិងជ័យលាភីលេខ1ផ្នែកកីឡាប៉េតង់ទទួលបានម៉ូតូមួយគ្រឿងអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី32នៃទិវាជ័យជំនះ7មករា